សម្រាប់ខ្ញុំបច្ចុប្បន្នឥឡូវគឺខ្ញុំចង់ឈ្នះពានជាមួយនឹងក្លឹបទី1ហើយទី2គឺខ្ញុំក្តីសម័យខ្ញុំធំគឺខ្ញុំចង់ចប់ជាមួយជាតិដោយសារតាខ្ញុំប្រកបអាជីពមកទៅគឺខ្ញុំអត់ទាន់មានឱកាសបានចប់ជាមួយជាតិទេបងតែបងដោយសារតាពេលហ្នឹងពីទូចគាត់ភាគច្រើនគាត់ចង់ឲ្យខ្ញុំរៀនសូត្រច្រើនជាងលេងបាល់បងដោយសារតាគាត់គិតថាចង់ឲ្យយើងរៀនសូត្របានជ្រៅជ្រះអីចឹងបងពីព្រោះអីខ្ញុំជាជនជាតិកូនខ្មែរអ៊ីស្លាមម្នាក់ដែរចឹងបងខ្ញុំត្រូវរៀនខាងសាសនាផងរៀនខ្មែរផងរៀនអីផងចឹងគាត់អត់សឹងឲ្យខ្ញុំលេងបាល់ច្រើនទេបងតែដោយសារតែខ្ញុំស្រឡាញ់ខ្ញុំចេះតែឆ្លៀតលេងហ៎បងបាទសួស្តីបងខ្ញុំបាទឈ្មោះថាគ្រីយ៉ាហើយបច្ចុប្បន្នខ្ញុំគឺជាកីឡាកររបស់ក្លឹបបាល់ទាត់វិសាខាបងខ្ញុំ2ឆ្នាំហើយបងរយៈពេល2ឆ្នាំហ្នឹងហើយឆ្នាំហ្នឹងតែបងដោយសារតែពេលហ្នឹងពីទូចគាត់ភាគច្រើនគាត់ចង់ឲ្យខ្ញុំរៀនសូត្រច្រើនជាងលេងបាល់បងដោយសារតាគាត់គិតថាចង់ឲ្យយើងរៀនសូត្របានជ្រៅជ្រះអីចឹងបងពីព្រោះអីខ្ញុំជាជនជាតិកូនខ្មែរអ៊ីស្លាមម្នាក់ដែរចឹងបងខ្ញុំត្រូវរៀនខាងសាសនាផងរៀនខ្មែរផងរៀនអីផងចឹងគាត់អត់សឹងឲ្យខ្ញុំលេងបាល់ច្រើនទេបងតែដោយសារតែខ្ញុំស្រឡាញ់ខ្ញុំចេះតែឆ្លៀតលេងហ៎បងបាទការនៅពីទូចខ្ញុំដូចជាមានឱកាសម្ដងដែរបងដោយសារតែពេលនោះមានហៅថាមានគេចោះមកតេស្តកីឡាករពីក្មេងអីចឹងបងហើយខ្ញុំមានឱកាសដែរខ្ញុំចង់ចូលរួមដែរក៏ប៉ុន្តែពេលនោះម៉ាក់ប៉ាខ្ញុំគាត់ហាមគាត់ថាបើសិនជាយើងទៅចឹងទៅយើងត្រូវទៅឃ្លាតឆ្ងាយពីភូមិស្រុកអីចឹងបងហើយពិបាកសម្រាប់ខ្ញុំអីចឹងឃើញខ្ញុំនៅក្មេងខ្ញុំអីចឹងគាត់ហាមឃាត់ពេលហ្នឹងបាទបើសិនជាខ្ញុំទៅពេលហ្នឹងអាចនឹងខ្ញុំលេងចូលខ្សែថាក្លឹបអាជីពអីតាំងពីក្មេងអញ្ចឹងបងអាចមានឱកាសដែរពេលនោះគាត់ថាគាត់ហាមឃាត់ខ្ញុំទៅខ្ញុំក៏សម្រេចចិត្តអត់ទៅចូលរួមវិញអញ្ចឹងបងខ្ញុំលេងភាគច្រើនមានក្នុងភូមិផងក្នុងភូមិគេផ្សេងក៏ខ្ញុំធ្លាប់លេងដែរបងសាលាគឺខ្ញុំអត់ដែរបានលេងខ្ញុំអត់ដែរលេងមានសាលាខ្ញុំភាគច្រើនខ្ញុំលេងតាមពានក្នុងខេត្តយើងបងពានក្នុងខេត្តយើងដូចគេបង្កើតពានរង្វាន់មួយអញ្ចឹងខ្ញុំលេងតំណាងឲ្យភូមិនេះអញ្ចឹងបងអាហ្នឹងខ្ញុំស្រុកសង្កែបងបាទសសយកស្រុកសង្កែបងបាទពីដំបូងខ្ញុំអត់តន់គិតដល់ក្លឹបអាជីពអីណាបងគ្រាន់តែខ្ញុំចង់លេងពានរង្វាន់ក្នុងស្រុកឯងដំបូងបងចង់លេងពានតាមក្នុងខេត្តអញ្ចឹងបងដោយសារតែក្នុងខេត្តមានពានរង្វាន់អីចឹងខ្ញុំចង់ចូលរួមបង្ហាញសមត្ថភាពអីចឹងប្រកួតប្រជែងលេងតំណាងឲ្យភូមិអីចឹងបងក៏មានឱកាសបានបង្ហាញសមត្ថភាពរួចទៅក៏ខាងខេត្តគេឃើញពីសមត្ថភាពរបស់ខ្ញុំក៏គេហៅខ្ញុំចូលរួមលេងពានតំណាងឲ្យខេត្តលេងក្នុងពានរង្វាន់សម្ដេចអញ្ចឹងបងតែពេលនោះក៏ខ្ញុំមានអារម្មណ៍ថាចាចង់បន្តទៅមុខវាម្ដងបន្តិចអញ្ចឹងទៅបងតែពីដំបូងគឺខ្ញុំមិនដែរគិតថាខ្ញុំបានខ្លាយជាកីឡាករអាជីពនៅក្នុងលីកនេះបាទពីដំបូងស៊ីមរៀបបងមករដូវកាលបងមករដូវកាលបាទលីកទី2កាលនោះបងរកបានខ្លះបងក្នុងពានរង្វាន់សម្ដេចផងក្នុងលីកទី2នឹងផងបងក៏បាទក៏មានក្លឹបព្រៃវែងគាត់ចាប់អារម្មណ៍ក៏គាត់តាក់ទងខ្ញុំចូលរួមមករដូវកាលកន្លះដែរបងពេលហ្នឹងដូចជាមានពានលីកខាប់កន្លះរដូវកាលហើយក៏មានលីកធូមករដូវកាលទៀតខ្ញុំក៏បានចូលរួមមួយព្រៃវែងនឹងមករដូវកាលកន្លះហើយក៏ផ្លាស់ប្ដូរមកវិសាខាដល់បច្ចុប្បន្នដូចជាអត់ទេបងអត់បានទេបងតែបានក្របបាល់បានរកអីបានខ្លះហើយបងនៅតាមខេត្តដូចជាមានកីឡាករផានសុផេនអីជាដៃគូរបស់ខ្ញុំដែរបងហ្នឹងហើយបងច្រើនទៀតមានគិរីណាមានអីវីដំបូងគាត់អត់សូវដែរបងគាត់អត់ចង់ឲ្យខ្ញុំលេងបាល់លេងអីដែរទេគាត់ថាខ្ញុំបានប្រាប់គាត់ថាខ្ញុំចង់សាកវាដែរអញ្ចឹងបងដោយសារតែខ្ញុំមានឱកាសអញ្ចឹងខ្ញុំចង់បង្ហាញសមត្ថភាពក៏ដូចជាចង់ចូលរួមជាមួយនឹងក្លឹបអាជីពតទៅពេលទៅគាត់ក៏សម្រេចចិត្តតាមខ្ញុំដែរគាត់ក៏អត់ថាយដែរបងគាត់ក៏ព្រមយកព្រមឲ្យខ្ញុំទៅចឹងបាទឥឡូវមានតែគាត់ជំរុញថែមបងបាទសម្រាប់ខ្ញុំវិញបើសិនជាយើងបានខ្លាចជាកីឡាករអាជីពអីឧបសគ្គធំដូចជាមានអីបងគាត់អាសាយើងខំប្រឹងឲ្យខ្លាំងជាងគេចឹងដើម្បីយើងមានឱកាសបានបង្ហាញបានអីចឹងបងដោយសារតែយើងត្រូវការវឹកហាត់ខ្លាំងទី1ទី2យើងត្រូវការសម្រាប់គ្រប់គ្រាន់ឬក៏យើងធ្វើអីដែលល្អបងកុំឲ្យប៉ះពាល់ដល់សុខភាពឬក៏អាជីពរបស់យើងចឹងបងហ្នឹងហើយទី2នេះបញ្ហាជាងគេក៏ខ្ញុំខ្លាចដែរគឺបញ្ហារបួសអីចឹងបងគឺខ្ញុំអត់ចង់មានទេបងបាទអាហ្នឹងអីដែលខ្ញុំខ្លាចដែរសម្រាប់ខ្ញុំបច្ចុប្បន្នឥឡូវគឺខ្ញុំចង់ឈ្នះពានជាមួយនឹងក្លឹបទី1ហើយទី2គឺខ្ញុំក្តីសម័យខ្ញុំធំគឺខ្ញុំចង់ចប់ជាមួយជាតិដោយសារតាខ្ញុំប្រកបអាជីពមកទៅគឺខ្ញុំអត់ទាន់មានឱកាសបានចប់ជាមួយជាតិទេបងសម្រាប់ខ្ញុំវិញបើសិនជាគាត់មានក្តីសម័យចង់ខ្លាចជាកីឡាករអាជីពគាត់ត្រូវតែខំប្រឹងវឹកហាត់
ហើយស្ដាប់គ្រូនៅពេលម្ដងវឹកហាត់ហើយមានវិន័យក្នុងខ្លួនមិនថាវិន័យក្នុងទីលានឬក៏ក្រៅទីលានបងយើងត្រូវតែមានទាំងអស់អានឹងបងយើងត្រូវតែសម្រាប់ឲ្យបានគ្រប់គ្រាន់ក៏ដូចជាកុំធ្វើអីដែលប៉ះពាល់ដល់សុខភាពយើងបងកុំឲ្យយើងសេពគប់របស់ដែលវាប៉ះពាល់ដល់សុខភាពដូចជាយើងញ៉ាំប៊ីយ៉ាច្រើនឬក៏យើងសេពគ្រឿងញៀនជក់បារីជក់អីហ្នឹងបងអាហ្នឹងវាប៉ះពាល់ដល់យើងខ្លាំងណាស់បងសម្រាប់ខ្ញុំបើការវឹកហាត់កន្លែងណាដែលយើងគិតថាវឹកហាត់បានយើងអាចវឹកហាត់បានទាំងអស់បងសំខាន់គឺឆន្ទៈយើងតែយើងចង់អត់បងបាទអាហ្នឹងវាសំខាន់បងស្រុកកីឡាករដែលជា idol របស់ខ្ញុំអញ្ចឹងហ៎បងបើគឺកីឡាករជ្រឹងពលរដ្ឋបងខ្ញុំបាទខ្ញុំឆ្លាញ់ការលេងរបស់គាត់ហើយរបៀបលេងរបស់គាត់នៅលើទីលានអញ្ចឹងបងបាទអត់ទេបងធ្លាប់តែលេងទល់មួយគាត់កាលដែលខ្ញុំនៅព្រៃវែងបងបាទ idol របស់ខ្ញុំបាត់ណេម៉ាបងបាទខ្ញុំឆ្លាញ់ណេម៉ាបងខ្ញុំសប្បាយចិត្តបងពេលហ្នឹងឃើញគាត់បានត្រឡប់មកចូលមើលជាតិវិញធ្វើឲ្យខ្ញុំចង់តាមដានបន្តពីគាត់ទៀតអញ្ចឹងហ៎បងបាទព្រោះគាត់បានរៀងទៅលេងលីកនៅប្រេស៊ីលមួយរយៈអញ្ចឹងអត់សូវបានមើលគាត់អញ្ចឹងបងបាទប្រាប់ខ្ញុំគិតថាidol របស់ខ្ញុំគាត់នៅប្រេស៊ីលហើយខ្ញុំស្រឡាញ់គាត់ប៉ុន្តែគិតក្រុមដែលខ្ញុំគិតថាអាចនឹងឈ្នះពាន World Cup អញ្ចឹងហ៎បងខ្ញុំគិតថាអេស្ប៉ាញបងបាទស្រឡាញ់អេស្ប៉ាញខ្ញុំពិតជាអរគុណពួកគាត់មែនទែនដែលពួកគាត់តែងតែគ្រប់គ្រងក៏ដូចជាស្រឡាញ់ចូលចិត្តខ្ញុំតាំងពីខ្ញុំចាប់ផ្ដើមអាជីពមករហូតមកអញ្ចឹងបងមានតែជូនពរពួកគាត់សុខភាពល្អសំណាងល្អហើយនឹងរកទទួលទានមានបានបងបាទអរគុណបង